ជំរាបសួរក៏សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាដំណើរកំសាន្តទន្លេតំបន់ទឹកទឹកជ្រាវដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងដែលមានប្រវែងមិនឆ្ងាយពីទីក្រុងភ្នំពេញទេដែលជា100គីឡូម៉ែត្រពីភ្នំពេញទៅតំបន់ទឹកទឹកជ្រាវហើយម្យ៉ាងទៀតបងប្អូនការធ្វើដំណើរពិតជាស្រួលមែនទែនដោយសារការធ្វើផ្លូវបានរួចរាល់ 100% ហើយនេះគឺជាសកម្មភាពការជិះម៉ូតូរបស់ពួកខ្ញុំនៅតាមដងផ្លូវសម្បូរទៅដោយធម្មជាតិពណ៌បៃតងហើយសម្រាប់ការធ្វើដំណើរនេះខ្ញុំបានទៅចំនួន3ម៉ូតូដោយគ្នា6នាក់បងប្អូនឲ្យខាត់ពេលវេលាយូរទៅទស្សនាវត្ថុវិញបន្តគ្នាដល់ហើយតែលោកអូនគេហៅណាទៅបើរត់ខាងវិញមួយខាងទុកដៃពីរទៅឯងគួយមកឃើញភ្នំ